បាទអានេះ VGA ខ្ញុំខូចអញ្ចឹងខ្ញុំកោះបោះមើលថាវាខូចកន្លែងណាកន្លែងណីប៉ុន្តែបច្ចៈខ្ញុំអត់ចេះជួសជុលទេបាទអានេះ VGA ដាច់របស់យើងហ្នឹង VGA អានេះប៉ុន្តែអានេះវាមិនមែនរបស់ក្រុមហ៊ុន Nvidia ទេអានេះគឺជារបស់ក្រុមហ៊ុន AMD អញ្ចឹងក្រុមហ៊ុន VGA មាន2វាមាន Nvidia និង AMD បាទ VGA នេះគឺយើងហៅថា VGA ដាច់យ៉ាងហ្នឹងអានេះគឺ chip របស់វាអញ្ចឹងអានៅលើនេះគឺជា thermal ដែលខ្ញុំធ្វើវីដេអូបង្ហាញលើកមុនអញ្ចឹងអា thermal សហ្នឹងគឺវាមាន thermal ធម្មតានិង liquid metal ទៅតាមbrand ដែលគេចង់ដាក់មានន័យថា liquid metal វាល្អជាងប៉ុន្តែវាពិបាក apply បាទដាក់អញ្ចឹងតើតើតើអ្នកដែលគាត់ប្រើជាមួយនឹង VGA ធំប្រើការងារធ្ងន់ក្តៅ render យូរប្រើការងារយូរគឺយើងអាច2-3 ឆ្នាំហើយយើងធ្វើការដូរអាទឹកនឹងម្ដងទៅជួនកាលវាអាចខាសវាអាចស្ងួតកាលណាតែវាស្ងួតគឺវាអាចចម្លងកម្ដៅមកដៃត្រជាក់ឬមួយក៏កង្ហាត្រជាក់នៅខាងមុខបានទេអញ្ចឹងវាធ្វើឲ្យម៉ាស៊ីនរបស់យើង VGA របស់យើងឆាប់ក្ដៅកាលណាតែក្ដៅយូរវាអាចឆេះអញ្ចឹងអានេះគឺជារូបរាង VGA អានេះ VGA នេះគឺវាខូចអញ្ចឹងខ្ញុំធ្វើការកោះមើលដោយសារតែខ្ញុំពិនិត្យទៅឃើញវាមានស្នឹមអញ្ចឹងខ្ញុំបាញ់សាំងលាងហើយខ្ញុំធ្វើការដោះស្អាតអានេះខ្ញុំគ្រាន់តែតេស្តទេបើសិនជាធ្វើបានក៏តាមនឹងទៅប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញថ្ងៃហ្នឹងគឺទៅលើ chip នេះអ្នកនរគ្នាអញ្ចឹង chip នេះគឺវាក្តៅខ្លាំងកាលណាតែthermal វាស្ងួតគឺវាឆេះអញ្ចឹងបងប្អូនបើជាការល្អគឺនៅពេលដែល VGA ឡើងកម្ដៅខ្លាំងបងប្អូនក៏គួរតែ check មើលទៅលើ thermal មួយនេះអាចថាពី3ឆ្នាំទៅយើងធ្វើការ check ម្ដងបើយើងអត់ចេះ check ខ្លួនឯងទេយើងឲ្យជាងគេ check ឲ្យទៅហើយបញ្ជាក់ VGA ចាំផុត warranty សិនចាំដោះអញ្ចឹងព្រោះអីវាមាន seal របស់វានៅជើងខ្ចៅបើសិនជាយើងដោះមុនគឺវាអាចដាច់ warranty របស់គេអញ្ចឹងមុននឹងដោះបងប្អូនត្រូវប្រកាសថាវាផុតធានាសិនជាទូទៅ VGA គេធានា3ឆ្នាំទៅតាម brand ខ្លះ1ឆ្នាំ brand ខ្លះ3ឆ្នាំអញ្ចឹងចាំផុត warranty ចាំផុតធានាទៅចាំយើងកោះពិនិត្យមើលបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ